បងប្អូនអាចផ្លេចកូវីដបានតែកូវីដមិនដែលផ្លេចបងប្អូនទេនៅថ្ងៃនេះតែម្ដងកម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 កើនឡើងបាទថ្ងៃនេះរហូតដល់ទៅ23នាក់ឯណោះរាជធានីភ្នំពេញក្រសួងសុខាភិបាលបានប្រកាសនាពេលមុននេះថាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន23នាក់ដែលសុទ្ធតែឆ្លងក្នុងសហគមន៍ទាំងអស់គណៈមួយរយៈពេលចុងក្រោយនេះរកឃើញតែក្រោម10នាក់តែប៉ុណ្ណោះក្រសួងសុខាភិបាលបានចេញបញ្ជាក់ឲ្យដឹងនៅពេលមុននេះទៀតថាស្ថានភាពនៅថ្ងៃទី27ខែឧសភានេះបានរកឃើញអ្នកកើតជំងឺ COVID-19 ថ្មីរហូតដល់ទៅ23នាក់ខណៈដែលមួយថ្ងៃមុននេះបានរកឃើញចំនួនត្រឹមតែ7នាក់តែប៉ុណ្ណោះក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នការឆ្លងនៅមេរោគ COVID-19 ថ្មីហើយក៏បានអំពាវនាវផងដែរឲ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឲ្យបានគេថាខ្ជាប់ខ្ជួនបាទឲ្យបានខ្ជាប់ខ្ជួនពុកម៉ែបងប្អូនអញ្ចឹងតកតងទៅនឹងជំងឺ COVID-19 នេះគឺមិនធម្មតាទេពិសេសចំពោះអ្នកមានសុខភាពខ្សោយនិងមនុស្សចាស់ជរាដូច្នេះប្រជាជនកម្ពុជាទាំងអស់គួរតែបង្កើនការប្រុងប្រយ័ត្នដើម្បីកុំឲ្យឆ្លងជំងឺ COVID-19 ថ្មីដែលក្រសួងឲ្យយល់ថាវាឆ្លងរហ័សជាងមុនទន្ទឹមនោះអ្នកដែលមានសុខភាពខ្សោយក៏គួរតែទៅចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលមិនមែនជារឿងលេងសើចទេពុកម៉ែបងប្អូនណាបាទមួយថ្ងៃរកឃើញ20អ្នកជាងទៅហើយចុះ20នាក់ជាងនោះគាត់បានទៅប៉ះពាល់នរណាគេខ្លះគាត់បានទៅប្រស័យតាក់ទងនរណាខ្លះបើឆ្លងលឿនជាងជំងឺផ្ដាសាយធម្មតារហូតដល់ទៅ7ដងសុទ្ធតែជាបញ្ហាទាំងអស់ណាពុកម៉ែបងប្អូនបាទសុទ្ធតែជាបញ្ហាទាំងអស់ដូច្នេះតាក់ទងបានទៅនឹងព័ត៌មានពុកម៉ែបងប្អូនចូលរួមបញ្ចេញមតិយោបល់ម្នាក់មួយផងជាចុងក្រោយបាទសូមជម្រាបលា